សូមរបៀបទិញសំបុត្រឡានក្រុងមួយមកបងអញ្ចឹងដើម្បីទិញសំបុត្រឡានក្រុងតាមរយៈអនឡាញបានយើងចូលទៅក្នុង Safari ហើយយើងចូលទៅកាន់ website នេះ www.highwaybus.com បន្ទាប់មកទៀតវានឹងលោតផ្ទាំងជាភាសាជប៉ុននេះយើងអាចផ្លាស់ប្ដូរភាសាបានដោយចុចនៅលើសញ្ញាផែនដីនេះ language ហើយយើងជ្រើសយកភាសាអង់គ្លេសបន្ទាប់មកទៀតយើង scroll មកក្រោមបន្តិចយើងនឹងឃើញមានពាក្យ Lake Kawachiko យើងអាច select លើរូបនឹងក៏បានឬក៏យើង search តាម keyword នេះក៏បាន Kawachiko ហើយចុចពាក្យ search ហើយវានឹងបង្ហាញខ្សែរត់ឲ្យយើងហើយយើងអាចចេញពី Shinjuku ក៏បាន Shibuya ក៏បានហើយយើងអាចចុច view detail ដើម្បីមើលតម្លៃសំបុត្រជាងគេបង្ហាញឲ្យបើ stop Kawaguchiko Station តម្លៃ 2,200 yen អញ្ចឹងយើងចុច set as destination ហ្នឹងមកតទៅទៀតយើងត្រូវចុចកន្លែង departing from កន្លែងហ្នឹងគឺកន្លែងដែលយើងឡើងឡានអញ្ចឹងខ្ញុំចុចយកពាក្យ Shinjuku Expressway Bus Terminal ហើយបន្តមកទៀតយើងជ្រើសរើសថ្ងៃអញ្ចឹងឧទាហរណ៍ខ្ញុំយកថ្ងៃ2បន្តមកទៀតយើងរើសចំនួនអ្នកដំណើរអញ្ចឹងមកម្នាក់យើងយកម្នាក់ទៅបើជាបុរសយើងយក male ហើយបន្តមកទៀតយើងត្រូវជ្រើសរើសម៉ោងចេញដំណើរអញ្ចឹងវាមានម៉ោងច្រើនសម្រាប់ជ្រើសរើសហើយកន្លែង seat availability នេះគឺគេចង់បង្ហាញថាមានកៅអីនៅសល់អត់អញ្ចឹងបើ seat available គឺនៅសល់ហើយយើងជ្រើសរើសម៉ោងអញ្ចឹងឥឡូវនេះខ្ញុំយកម៉ោង 8:05 ទៅដល់ម៉ោង 9:40 select យកម៉ោងហ្នឹងមកទៅមកទៀតវានឹងបង្ហាញពីជម្រើសកៅអីអញ្ចឹងយើងអាចយក any ហ្នឹងគឺយកកៅអីមួយណាក៏បានឬក៏យើងចង់បញ្ជាក់គេគឺយើងយក specify ហើយខ្ញុំឧទាហរណ៍ខ្ញុំយក front window seat កៅអីជាប់បង្អួច ticket type នេះគឺយើងអាចមានជម្រើសទិញទៅក៏បានគឺទិញទៅវិញទៅមកយើងចុច round trip ទៅឥឡូវឧទាហរណ៍ទិញទៅមួយចុះចុច one way ហើយ click next អញ្ចឹងកន្លែងនេះគឺឲ្យបំពេញព័ត៌មានរបស់អ្នកធ្វើដំណើរអញ្ចឹងកន្លែងនេះខ្ញុំដាក់ឈ្មោះរបស់ខ្ញុំមកហើយនឹងលេខទូរស័ព្ទនេះគឺលេខទូរស័ព្ទដែលគេអាចទំនាក់ទំនងបានអញ្ចឹងបើយើងមានលេខខ្មែរយើងដាក់លេខខ្មែរទៅតមកទៀតយើងចុច consent កន្លែងឈ្មោះគេឲ្យដក clear អញ្ចឹងយើងអាចលុបកន្លែងដក clear នឹងចេញទៅហើយចុច consent term service ដល់ផ្ទាំងនេះគឺគេឲ្យបញ្ជាក់ព័ត៌មានដែលយើងជ្រើសរើសហើយមាននឹងម៉ោងចេញដំណើរថ្ងៃហើយសំបុត្រហើយកន្លែងនេះគឺលក្ខខណ្ឌក្នុងការ cancel សំបុត្រអញ្ចឹងបើយើង cancel មុនចេញដំណើរ2ថ្ងៃគឺអស់តែ100 yen ទេបើយើង cancel មុន1ថ្ងៃគឺអស់ 50% នៃតម្លៃសំបុត្របន្តមកទៀតយើងចុច make reservation ហើយ agree ជាមួយ term របស់គេទៅហើយដល់ផ្ទាំងនេះគឺយើងបំពេញព័ត៌មាន Visa card ឬ Master card ហើយកន្លែងនេះគឺជ្រើសរើសប្រភេទសំបុត្រដែលយើងចង់បានជា mobile ticket ឬក៏ web ticket បើ web ticket គឺនឹងផ្ញើ email ឲ្យយើងហើយយើងអាច screenshot ឬក៏ print ticket នឹងទុកឲ្យគេមើលកុំភ្លេច follow និង subscribe បាយបាយ